សិស្សសាលាខ្មោចថ្នាក់ទី12នៅសាលាមធ្យមមួយនៅជីក្រុងមានអគារសិក្សាចាស់មួយដែលគេហៅថាអគារចាស់អគារនោះមានបន្ទប់រៀនមួយនៅជាន់ទី3ដែលគេនិយាយថាមិនដែលបើកប្រើជាង10ឆ្នាំមកហើយសិស្សទាំងអស់ស្គាល់ថាបន្ទប់លេខ307គឺបន្ទប់ខ្មោចតាមពាក្យចាំអារាមមានសិស្សស្រីម្នាក់ឈ្មោះស្រីនាងដែលធ្លាប់រៀនថ្នាក់ទី12នៅទីនោះនាងជាសិស្សឆ្លាតប៉ុន្តែមានបញ្ហាផ្លូវចិត្តដោយសារតែសម្ពាធការសិក្សាមួយយប់មុនថ្ងៃប្រឡងធំនាងបានមកអង្គុយរៀនតែម្នាក់ឯងនៅបន្ទប់307ហើយមិនមានអ្នកណាឃើញនាងវិញឡើយពេលព្រឹកគ្រូរកឃើញនាងដេកស្លាប់លើតុសេតាំងពីថ្ងៃនោះមកបន្ទប់នោះត្រូវបានបិទជាស្ថាពរថ្ងៃមួយក្រុមសិស្សថ្នាក់ទី12ថ្មីមាន4នាក់តារាវីរៈសុភានិងលីណាសម្រាប់ចិត្តទៅសាកល្បងពាក្យចាំអារាមពួកគេនិយាយថាយើងទៅថតវីដេអូ YouTube មើលប្រហែលជាផ្ទុះយប់មួយពួកគេចូលសាលាតាមរបងក្រោយហើយឡើងទៅជាន់ទី3ខ្យល់ត្រជាក់បក់ខ្លាំងទាំងអស់គ្នាមានអារម្មណ៍ចម្លែកពេលដល់មុខបន្ទប់307ទ្វារដែលគេនិយាយថាពិតជាប់បើកបន្តិចដោយខ្លួនឯងអូយមានអ្នកនៅក្នុងមែនទេលីណានិយាយដោយសំឡេងញ័រតារាបើកទ្វារចូលយឺតក្នុងបន្ទប់ងឹតមានតែពន្លឺច័ន្ទភ្លឺតាមបង្អួចទោះសិស្សនៅដូចចាស់មានធូលីពេញប៉ុន្តែមានតុមួយនៅកណ្ដាលបន្ទប់ដូចជាមានអ្នកអង្គុយសរសេរនៅលើវាសូស្រែសូសរសេរខ្មៅលើក្រដាសវីរៈថតវីដេអូខណៈសុភានិយាយថានេះគ្រាន់តែសំឡេងខ្យល់ទេតែភ្លាមនោះសូសរសេរឈប់ហើយសំឡេងស្រីទន់មួយនិយាយជួយខ្ញុំមិនទាន់បញ្ចប់ប្រឡងពួកគេទាំង4គ្នាចាប់ផ្ដើមភ័យតារាចង់រត់ចេញប៉ុន្តែទ្វាររបិទបាក់ដោយខ្លួនឯងលីណាយំបើកទ្វារចេញមិនបានទេនៅលើតុកណ្ដាលបន្ទប់សៀវភៅមួយបើកឡើងដោយខ្លួនឯងអក្សរលើក្រដាសចាប់ផ្ដើមសរសេរដោយគ្មានដៃអ្នកណាមិនជួយនឹងនៅជំនួសខ្ញុំភ្លាមនោះបង្អួចបិទបើកខ្លាំងខ្យល់ក៏ត្រជាក់ដល់ឆ្អឹងហើយនៅពីក្រោយពួកគេមានស្រីម្នាក់ស្លៀកឯកសណ្ឋានសាលាចាស់សក់វែងគ្រប់មុខអង្គុយនៅលើតុវីរៈភ័យដល់ធ្លាក់កាមេរ៉ាបញ្ចេញពន្លឺហើយក្នុងវីដេអូមុខនាងបង្ហាញច្បាស់ភ្នែកខ្មៅឈាមហូរពីភ្នែកនាងលើកក្បាលយឺតហើយញឹមអ្នកណាចង់ជួយខ្ញុំបញ្ចប់ភ្លាមនោះសុភាស្រែកហើយរត់បុកទ្វារបើកឡើងផ្លែតពួកគេទាំងអស់គ្នារត់ចេញដោយគ្មានមើលក្រោយឡើយថ្ងៃបន្ទាប់សាលានោះមានពាក្យចាំអារាមថ្មីវីរៈមិនមករៀនទៀតឡើយគ្រូនិងសិស្សទៅរកនៅផ្ទះក៏មិនឃើញតែមានអ្វីមួយចម្លែកនៅក្នុងបន្ទប់307មានសៀវភៅថ្មីមួយលើតុលើក្រដាសមានអក្សរថ្មីសរសេរសិស្សទី5បានមកជំនួសរួចហើយនៅចុងក្រដាសមានឈ្មោះមួយវីរៈចាប់តាំងពីថ្ងៃនោះមកគេនិយាយថាពេលយប់អ្នកនឹងរសូរសរសេរពីបន្ទប់307ហើយពេលខ្លះមានសំឡេងសិស្សប្រុសម្នាក់ស្រែកសុំជួយខ្ញុំមិនទាន់បញ្ចប់ប្រឡងជួយខ្ញុំផង